បាទសូមជម្រាបសួរសាជាថ្មីប្រិយមិត្តលោកយាយលោកតាពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងរាត្រីនេះផងដែរខ្ញុំបាទចម្រាញ់បាទយកលេខ13លេខឌិតដែលអាចនឹងចេញសម្រាប់ថ្ងៃទី1ខែ11ឆ្នាំ2025នេះផងដែរបាទអញ្ចឹងខ្ញុំបាទប្រជុំយកលេខល្អៗពីសំណាក់ល្បីៗនៅក្នុងប្រទេសថៃដើម្បីមកចែករំលែកដល់បងប្អូនប្រិយមិត្តទាំងអស់គ្នាគ្រាន់តាមដានហើយអាចជំរើសយកលេខល្អលេខពិសេសដើម្បីយកទៅផ្សងសំណាងទាំងអស់គ្នាមានរួមទាំងលេខតូចហើយនិងលេខធំបាទអញ្ចឹងសម្រាប់សំណាក់ទី1បាទសំណាក់ទី1ហ្នឹងគឺមានឈ្មោះថាសំណាក់ហ្វាយកែវសំណាក់ហ្វាយកែវគឺបានផ្ដល់ជូនលេខ165 168 518បាទអញ្ចឹងសម្រាប់លេខ2គ្រាប់ហ្នឹងគឺមាន53ហើយនិង57បាទអញ្ចឹងសំណាក់ដែលល្បីមួយទៀតនោះគឺមានឈ្មោះថាសំណាក់ឌួយអរញ្ញបាទឌួយអរញ្ញគឺមានលេខ160គត់852 872អញ្ចឹងសម្រាប់លេខ2គ្រាប់ក្រោមហ្នឹងគឺមានលេខ62ហើយនិង10គត់បាទអញ្ចឹងសម្រាប់សំណាក់បន្តទៀតគឺមានឈ្មោះថាបតិធិនណាំឈោកបាទអញ្ចឹងសម្រាប់សំណាក់មួយនេះគឺបានឲ្យលេខ150គត់540គត់ហើយនិង401បាទសម្រាប់ឯលេខ2គ្រាប់ក្រោមហ្នឹងគឺគេឲ្យខ្ទង់ស្ថាមានលេខ54ហើយនិង45បាទអញ្ចឹងយើងមកមើលសំណាក់បន្តទៅទៀតគឺមានឈ្មោះថាសំណាក់មេម៉ាខាន់ថេបបាទអញ្ចឹងសំណាក់នេះគឺអត់ឲ្យលេខធំទេតែគេឲ្យតែលេខតូចក្រោមសម្រាប់លេខក្រោមគ្រាប់ហ្នឹងគឺមាន5គ្រាប់បាទគឺមានលេខ17 27 57 77ហើយនិង87បាទអញ្ចឹងសូមប្រិយមិត្តទាំងអស់គ្នាមើលវីដេអូនេះដោយការពិចារណាទាំងអស់គ្នាហើយបើសិនជាប្រិយមិត្តពេញចិត្តនៅសំណាក់មួយណានោះអញ្ចឹងប្រិយមិត្តអាចរើសយកសំណាក់ល្អយកទៅផ្សងសំណាងបានទាំងអស់គ្នាបាទអញ្ចឹងសម្រាប់សំណាក់ដែលល្អហើយល្បីៗនៅក្នុងប្រទេសថៃគឺមានរួមនៅក្នុងវីដេអូនេះតែម្ដងអញ្ចឹងប្រិយមិត្តគ្រាន់តែមើលវីដេអូរបស់ខ្ញុំបាទនឹងទទួលបានតម្រុយលេខល្អៗពីគ្រប់សំណាក់ប្រចាំប្រទេសថៃហើយអាចយកទៅផ្សងសំណាងបានទាំងអស់គ្នាបាទអញ្ចឹងសម្រាប់សំណាក់បន្តទៅទៀតនេះគឺមានឈ្មោះថាអាចារ្យពីឆាបាទអញ្ចឹងសម្រាប់សំណាក់នេះគឺមានលេខធំ198 095 652 542 583ហើយនិង958រីឯលេខ2គ្រាប់បាទគឺគេផ្ដល់ជូនគឺមានលេខ3គ្រាប់បាទគឺមានលេខ91 62ហើយនិង53អញ្ចឹងសម្រាប់សំណាក់បន្តទៅទៀតនឹងគឺមានឈ្មោះថាសំណាក់ពូចយអញ្ចឹងសំណាក់មួយនេះគឺឲ្យលេខ565 594ចំណែកឯលេខ2ខ្ទង់ក្រោមនឹងគឺមានលេខ59 54 55ហើយនិង44សិតតែលេខល្អៗទាំងអស់ប្រិយមិត្តបាទអញ្ចឹងអាចមើលដោយការពិចារណាទាំងអស់គ្នាហើយចម្រាញ់យកលេខល្អដែលប្រិយមិត្តគិតថាត្រឹមត្រូវនោះអាចយកទៅផ្សងសំណាងបានទាំងអស់គ្នាបាទអញ្ចឹងសម្រាប់សំណាក់បន្តទៅទៀតគឺមានឈ្មោះថាតាឡេចៃបាទអញ្ចឹងសម្រាប់សំណាក់មួយនេះគឺផ្ដល់ជូនលេខធំ659 559 629ហើយនិង952រីឯលេខ2គ្រាប់តូចខាងក្រោមហ្នឹងគឺគេផ្ដល់ជូន3គ្រាប់បាទគឺមានលេខ15 19ហើយនិង56បាទអញ្ចឹងឆ្លៀតក្នុងឱកាសនេះផងដែរប្រិយមិត្តបើសិនជាស្រឡាញ់ហើយនឹងចូលចិត្តវីដេអូរបស់ខ្ញុំបាទសូមឲ្យប្រិយមិត្តជួយចុចសញ្ញាជាវសញ្ញាកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីក៏ដូចជាវីដេអូថ្មីនៅក្នុងដៃរបស់លោកអ្នកតែម្ដងបាទអញ្ចឹងប្រិយមិត្តអាចចូលទៅកាន់ Facebook ផ្លូវការរបស់ខ្ញុំបានផ្ទាល់ដែលមានឈ្មោះថាគ្រួសារឆ្នោតយួនឬមួយក៏ប្រិយមិត្តអាចទំនាក់ទំនងតាមលេខទូរស័ព្ទរបស់ខ្ញុំបានផ្ទាល់ដើម្បីទទួលបានតម្រុយលេខល្អលេខពិសេសលេខ VIP ដែលមានលេខ086 40គុណ3212អញ្ចឹងប្រិយមិត្តអាចទេមកផ្ទាល់ក៏បានហើយប្រិយមិត្តអាចទាក់ទងតាមប្រព័ន្ធ Telegram បានតាមរយៈលេខទូរស័ព្ទមួយហ្នឹងបាទអញ្ចឹងសម្រាប់សំណាក់បន្តទៅទៀតនេះគឺមានឈ្មោះថាសំណាក់
แล้วតែដួងបាទអញ្ចឹងសម្រាប់សំណាក់មួយនេះគឺផ្ដល់ជូនតែលេខតូចទេគឺមានលេខ59 51 71ហើយនិង62បាទអញ្ចឹងសម្រាប់សំណាក់បន្តទៅទៀតគឺមានឈ្មោះអឺឡាបាទអញ្ចឹងសម្រាប់លេខធំគឺគាត់បានផ្ដល់ជូន902 520គុត302បាទសម្រាប់លេខតូចក្រោមនេះគឺគាត់ផ្ដល់ជូនលេខ71 75ហើយនិង78អញ្ចឹងយើងមកមើលបន្តទៅទៀតបាទអញ្ចឹងសម្រាប់សំណាក់ដែលល្បីជាងគេនៅប្រទេសថៃបន្តទៅទៀតគឺមានឈ្មោះថាសំណាក់ស៊ីនខូរ៉ាជបាទស៊ីនខូរ៉ាជបាទអញ្ចឹងសម្រាប់សំណាក់មួយនេះគឺគេបានផ្ដល់ជូនលេខតែ2គ្រាប់ទេលេខធំបាទគឺមានលេខ423 352រីឯលេខតូចក៏មានតែ2គ្រាប់ដូចគ្នាគឺអាចយកទៅផ្សងសំណាងបានណាប្រិយមិត្តណាបើសិនជាយើងមានសំណាងអាចចម្រាញ់រើសយកលេខល្អដើម្បីទៅផ្សងសំណាងសម្រាប់ថ្ងៃទី1នេះផងដែរបាទអញ្ចឹងលេខខាងក្រោមគឺគេផ្ដល់ជូនលេខ24ហើយនិង53រីឯសំណាក់បន្តទៅទៀតគឺមានឈ្មោះថាសំណាក់កងហ្វាបាទអញ្ចឹងសម្រាប់មួយនេះគឺផ្ដល់ជូនលេខ482 743រីឯលេខតូចខាងក្រោមគឺមានលេខ62ហើយនិង63ណាប្រិយមិត្តណាបាទអញ្ចឹងសំណាក់បន្តទៅទៀតគឺមានលេខហៃដួងចៃបាទអញ្ចឹងសម្រាប់សំណាក់មួយនេះគឺផ្ដល់ជូនតែលេខតូចតែប៉ុណ្ណោះគឺមានដូចជា01 03 05 11 13 15 12 23 25ហើយនិង62ណាប្រិមិត្តបាទអញ្ចឹងសម្រាប់សំណាក់បន្តទៅទៀតគឺមានឈ្មោះថា Naughty បាទអញ្ចឹងសម្រាប់សំណាក់មួយនេះគឺផ្ដល់ជូនលេខធំចំនួន2គ្រាប់ដែលមានឈ្មោះថា257ហើយនិង356បាទអញ្ចឹងសម្រាប់លេខតូចខាងក្រោមគឺគាត់ផ្ដល់ជូនលេខ25 27ហើយនិង26អូខ្ទង់20បាទអញ្ចឹងសម្រាប់សំណាក់បន្តទៅទៀតគឺមានឈ្មោះថាសំណាក់គង់889បាទអញ្ចឹងសម្រាប់សំណាក់មួយនេះគឺផ្ដល់ជូនលេខ432 742 478 882រីឯលេខ2គ្រាប់ក្រោមហ្នឹងគឺគាត់ផ្ដល់ជូនលេខ84 31 43ហើយនិង74ណាប្រិមិត្តបាទសម្រាប់សំណាក់បន្តទៅទៀតគឺមានឈ្មោះថាសំណាក់នាងអ៊ីឆាហ្វាន់ហ្វឿងបាទអញ្ចឹងគឺគាត់ផ្ដល់ជូនលេខធំ2គ្រាប់ដូចគ្នាបាទអញ្ចឹងសម្រាប់លេខធំគឺមានឈ្មោះគឺមានលេខ976 47គុតរីឯលេខ2គ្រាប់ខាងក្រោមគឺមានលេខ42 47 92ហើយនិង97សម្រាប់សំណាក់បន្តទៅទៀតគឺបានទៅលើសំណាក់ដែលមានឈ្មោះថាកៅផាន់សាក់បាទអញ្ចឹងសម្រាប់មួយនេះគឺផ្ដល់ជូនលេខធំ693 965 759 593 3គុត765 069រីឯលេខចុងក្រោយគឺមានលេខ365រីឯលេខតូចហ្នឹងគឺគាត់ផ្ដល់ជូនលេខ35 36 37 3គុត9គុត97ហើយនិង99បាទអញ្ចឹងសូមប្រិយមិត្តយកទៅផ្សងសំណាមតាមការគួរទាំងអស់គ្នាហើយខ្ញុំបាទក៏សូមជូនពរប្រិយមិត្តទាំងអស់ទទួលបានតែលាភទទួលបានជ័យសម្រាប់ថ្ងៃទី1នេះផងដែរបាទអញ្ចឹងសម្រាប់លេខល្បីរួមពីសំណាក់ទាំងអស់នៅប្រចាំប្រទេសថៃនៅពេលនេះខ្ញុំបាទសូមសន្មតបញ្ចប់តែត្រឹមនេះសិនបាទសូមជូនពរហេងៗទាំងអស់គ្នាបាទ